បើចង់ឲ្យសុខភាពល្អមិនងាយឈឺគួរធ្វើរឿងទាំង5យ៉ាងនេះជារៀងរាល់ថ្ងៃការថែទាំសុខភាពគឺជារឿងចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូបព្រោះវានឹងធ្វើឲ្យយើងមានសុខភាពល្អនិងមិនងាយឈឺបន្ថែមពីលើនេះដែរការថែទាំសុខភាពមិនមែនធ្វើឡើងនៅពេលដែលយើងឈឺឬកំពុងតែសម្រាកព្យាបាលនោះទេតែផ្ទុយទៅវិញយើងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពជារៀងរាល់ថ្ងៃនេះគឺជាវិធី5យ៉ាងដែលងាយស្រួលធ្វើដើម្បីថែទាំសុខភាពប្រចាំថ្ងៃ1. របបអាហារសូមទទួលទានអាហារ3ពេលព្រឹកថ្ងៃនិងល្ងាចឲ្យបានទៀងទាត់និងអាហារត្រូវមានផ្ទុកសារធាតុចិញ្ចឹមគ្រប់គ្រាន់ទើបអាចជួយទ្រទ្រង់និងបង្កើនថាមពលដល់រាងកាយជាពិសេសនោះសូមទទួលទានអាហារពេលព្រឹកឲ្យបានទៀងទាត់ព្រោះវាជួយបង្កើនថាមពលដល់រាងកាយដើម្បីបំពេញសកម្មភាពពេញមួយថ្ងៃនិងជំនួយដល់ខួរក្បាលឲ្យមានភាពវៃឆ្លាតនិងចងចាំបានល្អផងដែរបន្ថយហានិភ័យជំងឺភ្លេចភ្លាំងនៅពេលចាស់ជរាថែមទៀតផង2. ផឹកទឹកសូមផឹកទឹកឲ្យបានគ្រប់8កែវស្មើនឹង2លីត្រក្នុងមួយថ្ងៃជាតិទឹកគឺជាសារធាតុរាវចាំបាច់ដែលជួយទ្រទ្រង់សរីរាង្គនៃរាងកាយទាំងមូលព្រមទាំងជួយកម្ចាត់ជាតិពុលចេញពីរាងកាយបង្កើនសំណើមដល់ស្បែកជំនួយដល់ចរន្តឈាមរត់ទៅកាន់ខួរក្បាលធ្វើឲ្យរាងកាយស្រូបយកជីវជាតិបានល្អពីអាហារដែលយើងទទួលទាននិងរក្សាតុល្យភាពនៃប្រព័ន្ធទឹករំលាយដែលជួយសម្រួលដល់រាងកាយបញ្ចេញនូវសកម្មភាពនិងចូលរួមនៅក្នុងការប្រឆាំងជំងឺផ្សេងៗបន្ថែមពីនេះដែរការផឹកទឹកឲ្យបានគ្រប់គ្រាន់ត្រូវបានដឹងថាវាអាចជួយដុតជាតិខ្លាញ់ក្នុងរាងកាយផងដែរសូមបញ្ជាក់ថាក្នុងករណីដែលអ្នកពុំទម្លាប់ផឹកទឹកច្រើនក្នុងមួយថ្ងៃសូមព្យាយាមផឹកបន្តិចម្ដងរហូតគ្រប់8កែវក្នុងមួយថ្ងៃដោយមិនចាំបាច់ផឹកបង្ខំឡើយ 3. ការហាត់ប្រាណសូមធ្វើលំហាត់ប្រាណឲ្យបាន15នាទីទៅ30នាទីឬក៏1ម៉ោងក្នុងមួយថ្ងៃដើម្បីបញ្ចេញជាតិពុលតាមរយៈញើសនិងជួយឲ្យរាងកាយនិងសាច់ដុំរឹងមាំព្រមទាំងធ្វើឲ្យរាងកាយមានសកម្មភាពរួមទាំងមានភាពរហ័សរហួនផងដែរលោកអ្នកអាចជ្រើសរើសយកការធ្វើលំហាត់ប្រាណងាយៗដូចជាដើរយឺតៗឬដើរលឿនការដើរលឿនអាចជួយដុតជាតិខ្លាញ់បានច្រើនជាងការដើរយឺតឬអាចឆ្លៀតធ្វើលំហាត់ប្រាណដោយខ្លួនឯងឬអាចជ្រើសរើសយកការហែលទឹកឬធ្វើលំហាត់ប្រាណនៅតាមក្លឹបហាត់ប្រាណជាដើម 4. បន្ថយនិងកម្ចាត់ភាពតានតឹង stress ជារៀងរាល់ថ្ងៃយើងបានចំណាយថាមពលរាងកាយនិងថាមពលខួរក្បាលទៅលើការសិក្សាឬការងារដែលជាហេតុធ្វើឲ្យយើងគ្រប់គ្នាមានភាពតានតឹងក្នុងអារម្មណ៍ដោយសារតែភាពហត់នឿយនិងតានតឹងក្នុងអារម្មណ៍បានជាឥទ្ធិពលអាក្រក់ទៅលើសុខភាពផ្លូវចិត្តរបស់យើងនិងរឹតតែអាក្រក់ចំពោះអ្នកដែលមានជំងឺធ្វើឲ្យអ្នកជំងឺមានអារម្មណ៍កាន់តែធុញថប់បណ្ដាលឲ្យជំងឺកាន់តែធ្ងន់ធ្ងរដូច្នេះគួរតែរកវិធីឬមធ្យោបាយកាត់បន្ថយឬកម្ចាត់ភាពតានតឹងចេញពីអារម្មណ៍ដើម្បីធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថាធូរស្រាលនិងមានអារម្មណ៍ល្អឡើងវិញអារម្មណ៍ល្អគឺជាផ្នែកមួយដ៏សំខាន់នៃសុខភាពផ្លូវចិត្តនិងទី5ពិនិត្យសុខភាពតាមដាននិងពិនិត្យសុខភាពនៅតាមមណ្ឌលសុខភាពឲ្យបានទៀងទាត់និងតាមពេលកំណត់
គឺអាចធ្វើឲ្យយើងដឹងពីស្ថានភាពសុខភាពរបស់យើងនិងអាចរកវិធីបង្ការខ្លួនឯងពីជំងឺនិងអាចព្យាបាលជំងឺបានទាន់ពេលវេលាសូមកុំស្ដាយថវិកាដែលចំណាយទៅលើការពិនិត្យសុខភាពព្រោះបើឈឺនោះអ្នកនឹងត្រូវចំណាយថវិកាច្រើនជាងនេះទៅទៀតដើម្បីព្យាបាល